គ្រាន់តែទទួលដំណឹងភ្លាមថាខាងក្រុមការងារមណ្ឌលទេវីបងប្រុសភក្ត្រាមកខ្ញុំមិនណែចាញ់ពីបរិញ្ញាគឺបញ្ញាប់រៀបចំធ្វើបាយធ្វើទឹកទទួលគាត់អាហារមកពេលអញ្ចឹងណាមកហូបនៅតាមស្រុកស្រែបងប្អូនដឹងអត់ថាខ្ញុំធ្វើម្ហូបអីថ្ងៃនេះដើម្បីទទួលបងភក្ត្រាគឺមុននឹងយើងទៅចការទៅជីក្រុមគឺដោយសារតែបងភក្ត្រាហ្នឹងក្រុមការងារគាត់ហ្នឹងគាត់មកពីឆ្ងាយអញ្ចឹងហើយខ្ញុំក៏ទទួលបាយគាត់ថ្ងៃត្រង់មកពេលទៅខ្ញុំមានអារម្មណ៍ថាសប្បាយហើយរំភើបខ្លាំងមែនទែនបងប្អូនអត់នឹកស្មានថាបានជួបជាមួយនឹងក្រុមការងាររំដួល TV របស់បងប្រុសភក្ត្រាទេបងប្អូនប្រហែលជាស្គាល់ហើយបងប្រុសភក្ត្រាគឺជាអ្នកដែលផលិតមាតិកាមួយដែលអាចថាល្បីល្បាញនៅលើបណ្ដាញសង្គមដែលគាត់តែងតែចុះទៅសម្ភាសនៅតាមស្រុកស្រែចកាឥឡូវនេះគឺគាត់បានចុះមកដល់ស្រុកចុងសានខេត្តព្រះវិហារហើយគាត់មកជួបជាមួយខ្ញុំផ្ទាល់តែម្ដងដំបូងឡើយខ្ញុំអត់ដឹងថាបងភក្ត្រាហ្នឹងគាត់មកដែរទេស្មានតែមកតែក្រុមការងាររបស់គាត់ទេដោយសារតែបងប្រុសដែលតាក់ទងមកខ្ញុំគឺខ្ញុំបានសួរថាពីណាគេមកខ្លះទេស្មានតែថាមានតែក្រុមការងារផ្សេងអត់មានវត្តមានបងភក្ត្រាគ្រាន់តែមកដល់ផ្ទះភ្លាមបងប្អូនហើយភ្ញាក់ផ្អើលខ្លាំងមែនទែនគឺបងភក្ត្រាគាត់មកដែរបងភក្ត្រាគឺជា idol របស់ខ្ញុំទេ idol តាំងពីយូរហើយថ្ងៃនេះក៏មានកិត្តិយសខ្លាំងមែនទែនដែលបងបានចុះមកទីរួមស្រុកចុងផ្សានហើយអ្វីដែលសំខាន់គឺបានពិសាបាយជាមួយមកពេលអ្វីដែលសំខាន់គឺគាត់អត់ចេះប្រកាន់ទេបងប្អូនរាយរាក់ទាក់ខ្លាំងមែនទែននៅក្នុងលេខណាថានៅក្នុង Facebook មិននៅខាងក្រៅអញ្ចឹងឯងសលេងគាត់គឺរាយរាក់ទាក់អត់ចេះប្រកាន់ខ្លួនទេហើយថ្ងៃនេះផងដែរគឺម្ហូបដែលខ្ញុំធ្វើឲ្យបងភក្ត្រានោះគឺដុតមាន់តែខ្ញុំអត់បានបង្ហាញពីរបៀបធ្វើឬមួយក៏អីទេបងប្អូនដោយសារតែរវល់ពេកណាមួយក៏អត់សូវហ៊ានថតនៅពេលដែលគាត់ពិសាបាយគាត់អីទេខ្ញុំអត់បានថតទេបានត្រឹមតែថតពីចង្ងាយកាត់តិចហើយនេះគឺជាសកម្មភាពដែលខ្ញុំមកដល់ចការបងប្អូនអត់ទាន់បានទៅដល់អូទេខ្ញុំថតឲ្យបងប្អូនមើលវគ្គនេះសិននៅវគ្គទៀតគឺវគ្គមួយទៀតគឺយើងទៅជីកក្រុមនៅក្នុងអូប៉ុន្តែនេះពួកខ្ញុំទើបតែចេញដំណើរទៅកាន់អូដើម្បីទៅរកក្រុមហើយការរកក្រុមនេះផងដែរគឺជាមួយនឹងក្រុមការងាររំដួល TV គឺគាត់មកពីភ្នំពេញគឺចំនួន4នាក់ហើយនឹងខ្ញុំជាមួយនឹងអូខ្ញុំម៉ែខ្ញុំហើយនឹងក្មួយរបស់ខ្ញុំដែរហើយពីចង្ងាយពីផ្ទះខ្ញុំមកចការនេះគឺរយៈ7គីឡូដីចការខ្ញុំស្រួលទេពួកគាត់បើកឡានមកដល់ចការតែម្ដងបន្ទាប់ពីមកដល់ខ្ទមគឺយើងត្រូវធ្វើដំណើរពីខ្ទមនេះទៅអូទៀតជិត1គីឡូដីទៀតណាបងប្អូនមិននិយាយលេងសើចទេត្រឹមមកបានទៅដល់អូហើយនេះគឺជាសកម្មភាពដែលយើងរៀបប្លង់រៀបអីថតអញ្ចឹងណារៀបប្លង់ថតដើម្បីបានជាវីដេអូចែកជូនដល់អំពូមីងទស្សនាបីស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយក៏បងភក្ត្រានៅតែញញឹមចេញដែរនិយាយពីថាផ្អើលពេញព្រៃចាំវីដេអូក្រោយខ្ញុំដាក់សលេងស៊ីនឲ្យបងប្អូនមើល